ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះសូមនិយាយរឿងថៃបន្តិចកាលប៉ះគ្នាមកប្រាវកាលនេះណាដោយពលមានរបស់ខ្មែរយើងគឺគិតបានទទួលបានហើយក៏យកមកផ្សព្វផ្សាយក៏ខ្ញុំឮរឿងហ្នឹងក៏ធ្វើឲ្យខ្ញុំនឹងអស់សំណើចតិចដែរបាទដោយសារតែកន្លងមកហ្នឹងឃើញថាការប៉ះគ្នាហ្នឹងធ្វើឲ្យលោកពូម្នាក់ដែលជាទាហានព្រំដែនរបស់ខ្មែរយើងគាត់ស្លាប់បាត់បង់អាយុជីវិតដោយសារតែគេលួចបាញ់ប្រហារអញ្ចឹងណាបាទនៅក្នុងនោះក៏ខ្មែរយើងក៏បានតដីតជើងទៅវិញទៅឃើញថាទាហានរបស់គេបើតាមទទួលព័ត៌មានបានគេថាបានបាត់បង់អាយុជីវិត2នាក់ប៉ុន្តែខាងគេលាក់បាំងបានចិត្តល្អណាស់តបតែមួយចិត្តហ្នឹងឮថាបែកធ្លាយហើយព័ត៌មានរបស់បងប្អូនយើងហ្នឹងគឺគាត់យកមកផ្សព្វផ្សាយអញ្ចឹងទៅហើយខ្ញុំឃើញព័ត៌មានហ្នឹងគឺអស់សំណើចបន្តិចបាទប៉ុន្តែគេចេះលាក់បាំងព័ត៌មានបានចិត្តប៉ុន្តែវាមិនយូរប្រហែលក៏បានបែកធ្លាយអញ្ចឹងទៅហើយឥឡូវនេះឃើញថាមានមេតបរបស់គេហ្នឹងបាទគេមកស្នាក់នៅកន្លែងមុំ3នៃព្រំដែនហ្នឹងស្នាក់នៅជាមួយនឹងកូនទាហានគេមួយយុទ្ធដែលបានយកបន្តងព្រះដែលបានអភិសេកនៅវត្តល្បីនៅក្នុងប្រទេសរបស់គេហ្នឹងដើម្បីយកមកចែកជូននៅកូនទាហានរបស់គេធ្វើឲ្យកូនទាហានរបស់គេរឹងមាំកុំឲ្យបាក់ស្បាតកុំឲ្យខ្លាចកុំឲ្យភ័យហ្នឹងដោយសារមានបន្តងព្រះការពារបាទអត្ថចំណុចនឹងហើយដែលធ្វើឲ្យខ្ញុំនឹងអស់សំណើចបាទពីព្រោះថាគាត់យកបន្តងព្រះដែលជាព្រះពុទ្ធសាសនាហើយក្នុងនោះខ្មែរយើងក៏គោរពព្រះពុទ្ធសាសនាហើយថៃក៏គោរពព្រះពុទ្ធសាសនាហើយសាសនាប្រទេសទាំងពីរយកព្រះពុទ្ធសាសនាធ្វើជាសាសនារបស់រដ្ឋដូចគ្នាអញ្ចឹងណាបាទប៉ុន្តែថៃគឺគាត់ធ្វើមិនត្រឹមត្រូវមិនត្រឹមត្រូវត្រង់ថាគាត់យកបន្តងព្រះដើម្បីមកពាក់ការពារខ្លួនរួចហើយទៅឆក់ប្លន់ដីរបស់គេប្លន់ប្រាសាទរបស់ខ្មែរយើងអញ្ចឹងណាហើយសួរថាទៅអភិសេកព្រះនឹងឲ្យព្រះមកជួយយ៉ាងណាបាទអានេះជារឿងរបស់ខ្ញុំវាគួរចង់សើចមែនទេណាបាទធម្មតាព្រះគឺសុចរិតទៀងត្រង់គឺចង់និយាយថាគាត់មានតែសច្ចធម៌នៅក្នុងក៏ណែនាំឲ្យពុទ្ធបរិស័ទនឹងធ្វើតែសេចក្តីល្អអំពើល្អអញ្ចឹងណាហើយដល់ពេលថៃនឹងយកបន្តងព្រះដែលបានអភិសេកនៅតាមវត្តល្បីនៅក្នុងប្រទេសរបស់ខ្លួនហ្នឹងយកមកចែកជូនទាហានដើម្បីឲ្យទាហានពាក់កុំឲ្យមានការភ័យខ្លាចឲ្យរឹងមាំកុំឲ្យបាក់ស្បាតអីចឹងណារួចហើយឲ្យដើរបាញ់គេបាញ់ឯងចឹងទៅហើយមកលួចប្លន់ឆក់ប្លន់របស់គេរបស់ឯងចឹងទៅហើយសួរថាបន្តងព្រះហ្នឹងពាក់ដើម្បីអីពាក់ដើម្បីអញ្ចឹងមែនតែធ្វើអញ្ចឹងហ្នឹងបន្តងព្រះហ្នឹងចង់និយាយថាជារបស់ដែលស័ក្តិសិទ្ធិឬមួយក៏យកបន្តងព្រះហ្នឹងមកពាក់ដើម្បីបន្ថោកដល់ព្រះទៀតអារឿងហ្នឹងតែខ្ញុំអស់សំណើចបងប្អូនគិតទៅវាអស់សំណើចមែនទេហើយថ្ងៃនេះអនបានក៏ចូលរួមនិយាយតិចដែរបាទហើយតាកតងទៅនឹងបូរណភាពទឹកដីរបស់យើងហ្នឹងបងប្អូនឃើញថាខ្មែរយើងហ្នឹងបាទឃើញថាស្រស់គ្នាមែនទេណាបងប្អូនអ្នកដែលថាមានទ្រព្យធនច្រើនគាត់បានយកទ្រព្យធនរបស់គាត់ហ្នឹងទៅបរិច្ចាគចូលរួមដើម្បីពង្រឹងស្មារតីកងទ័ពរបស់យើងមានដូចជាទិញជាសម្ភារៈទិញដូចជាម្ហូបអាហារទឹកសម្រាប់យកទៅផ្គត់ផ្គង់ដែលកងទ័ពរបស់យើងគាត់ខ្វះខាតនៅតាមព្រំដែនណាបាទដែលនេះគឺជាគេហៅថាជាចំណែកមួយដែលជំរុញទឹកចិត្តស្មារតីរបស់ពូបងកងទ័ពដែលឈរជើងនៅព្រំដែននោះធ្វើឲ្យគាត់មានស្មារតីប្រយុទ្ធមានស្មារតីទប់ទល់បាទនឹងការពារបូរណភាពទឹកដីក៏ដូចជាអាយុជីវិតរបស់ពលរដ្ឋប្រទេសកម្ពុជារបស់យើងបានល្អធ្វើអញ្ចឹងបានវាត្រឹមត្រូវអត់មានយកបន្តងព្រះទៅពាក់ដើម្បីការពារអាយុជីវិតខ្លួនឯងអូយបើនិយាយយកទៅវាតាណាទេបងប្អូនបើគិតទៅអានឹងបងប្អូនជួយគិតទៅបើគិតទៅខ្ញុំអស់សំណើចអាត្រង់ហ្នឹងមែនទែនបាទចំណុចហ្នឹងដែលខ្ញុំចង់យកមកនិយាយថ្ងៃនេះបាទហើយវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណសូមជម្រាបលា